សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងសប្តាហ៍នេះកម្មវិធី Ballon the Next Level Rap Star បានឈានចូលមកដល់វគ្គថ្មីហើយដែលវគ្គនេះគេហៅថាវគ្គ Collaboration Round អូខេគឺជាវគ្គដែលតម្រូវឲ្យបេក្ខជនម្នាក់ៗធ្វើការ collab ជាមួយគ្នាធ្វើការ fit ជាមួយគ្នាសហការគ្នាបង្កើតបទថ្មីមួយឲ្យល្អឲ្យលយឲ្យ hit ឲ្យអីទៅតាមប្រធានបទដែល Captain ដាក់ឲ្យអីចឹងទៅអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកមើលការសម្ដែងរបស់ទីទុយ fit ជាមួយនឹង Chris Diva ដែលបទរបស់គាត់មានចំណងជើងថា Sweet Danger អូខេបកជាខ្មែរផ្អែមតែពុលតែគ្រោះថ្នាក់អីចឹងទៅអូខេចង់ដឹងថាតើពួកគាត់ទាំងពីរសហការគ្នាបានល្អយ៉ាងណាយើងទៅតាមដានទស្សនាស្ដាប់ទាំងអស់គ្នាYeah. Yeah, change more chill បាទទីតយ Yeah. Yeah, លយអូយកប់សេរីយប់នេះជួបនារីតនសម័យទុកខ្លួនមិនបានទុកប្រាណមិនជាប់ពងវិញសម្រស់ចរណៃរៀងអូនសិចស៊ីអូយលើពីចងងាយ Yeah ប្រលឹងប្រហើយយើងមាននិស័យបងជាអ្នកជាងអ្នករំសំបេះដូងមិនឲ្យឈឺអូនចង់ទៅផ្ទះបងស្ម័គ្រកុំអូខេបងតយដល់ភ្លឺអូនថាមិនអីទេព្រោះយប់មិនញូនខូចចិត្តព្រោះតែគេអូនថាមិនអីទេព្រោះចង់ប្រាំស្នេហានឹងបងមកពេក៏តែសាប់ណៃក៏បងដឹងថាស្រស់ប្រលឹងគិតយ៉ាងណាទេវតាថាយើងជាគូស្នេហាទីទុយនឹងឌីវ៉ាមកចិត្តហ៊ានខ្លាចអីនឹងចូលចរចាស្នេហាអូខេ let's go honey you're my sweet danger បងសុំថ្នាក់ថ្នមរូបអូន tonight love you like a black widow you can take a bite my sweetest pie we rise we fly you will ride or die two star in the same sky we rise we fly you will ride or die baby Yeah baby you're Lord ដែលគេតាអាចទេបងសុំស្នេហា baby បងក៏សូសង្ហាអាចចោគ្នាសិនណាថ្លៃ Yeah ព្រៃនឹងព្រៃបាក់គ្នាបង្កើតជាពាក្យថាអាយអូខេ yeah គឺថា very nice គឺជាប្រភេទបទមួយដែលគេលេបខាយឲ្យគ្នាទៅវិញទៅមកអញ្ចឹងណាខាងប្រុសក៏ចាប់អារម្មណ៍ខាងស្រីឃើញខាងប្រុសដូចសង្ហាដែរអូខេចាប់អារម្មណ៍ដែរ like you know បាទគឺចាប់អារម្មណ៍គ្នាទៅវិញទៅមកអូខេគេហៅថាស្នេហាភ្លេចបន្ទោអូខេតោះទៅដោះកូននៅជាប់មាត់សោះតែញ៉ៃឈ្ងុយណាស់ប្រោះបើប្រុសលយប្រុសក្មេងប្រុសអីក៏សំដីផ្អែមយ៉ាងហ្នឹង wow I love this lyric wow yeah Christina killed the lyric man okay បាទគឺយ៉ាលយមែនតើដែលថាអូខេវ័យរបស់ទីទុយគឺអាចថាយ៉ាគឺយើងមើលទៅដឹងគឺគាត់រៀងក្មេងជាង Christina ហើយគាត់ប្រើពាក្យមួយថាអីគេមាត់មិនទាន់បាត់ក្លិនទៅដោះគោផងអីញ៉ែឈ្ងុយយ៉ាងនេះលយមែនតើអូខេស្ដាប់ម្ដងទៀតប្រោះអីក៏សំដីផ្អែមយ៉ាងហ្នឹងយ៉ាអត់ទាន់ផុតអូខេទៅដោះកូននៅជាប់មាត់សោះតែញ៉ៃឈ្ងុយណាស់ប្រោះបើប្រលឹងប្រោះលយប្រុសក្មេងប្រុសអីក៏សំដីផ្អែមយ៉ាងហ្នឹងអូនជាតែឡើងស្របស្កតែបងថាបងចូលចិត្តបែបហ្នឹងធ្វើឲ្យពេញចិត្តខ្លាំងI like it អូបងសឹកតិចអីណាចង់បវល់អូនទៅ Netflix and chill ឯណា What the heck នេះបងសឹកតិច Netflix and chill oh my god okay Netflix and chill ហ្នឹងបើយ៉ាគឺជាយ៉ាខ្ញុំសុំសរសើរដែលគាត់ប្រើពាក្យមួយហ្នឹងគឺជាពាក្យមួយដែលក្មេងស្ទីវនៅស្រុកអាកាំងគេប្រើជាប្រភេទនៃការញ៉ែញងគ្នាឬក៏គេអូសកាឡាគ្នានិយាយឲ្យសួរស្ដាប់គឺអូសកាឡាគ្នាហេទៅ Netflix and chill អីចឹងគឺដូចថាទៅមើលកុនអង្គុយនិយាយគ្នាលេងមើលកុនមួយគ្នាអីចឹងណាមើលរឿងមួយគ្នាមិនមែនជាលក្ខណៈកុនទេខ្ញុំច្រឡំ Netflix and chill ហ្នឹងដូចគេចង់ពពោះគ្នាទៅអាចថាទៅបន្ទប់
ទៅ condo ទៅផ្ទះរបស់ណាគេម្នាក់មួយអញ្ចឹងអ្នកប្រមូលហ្នឹងគេប្រមូលទៅផ្ទះគេទៅមើលរឿង Netflix and chill និយាយគ្នាលេងអញ្ចឹងប៉ុន្តែជាក់ស្ដែងចាក់ស្ដែងប្រហែលជា Netflix មើលពួកគាត់វិញហើយបាទនេះគឺជា style អូកាឡារបស់បែបក្មេងអាកាំងអូខេប៉ុន្តែខ្ញុំសូមសរសើរដែលពួកគាត់យល់ពីអត្ថន័យពាក្យហ្នឹងហើយគាត់យកមកប្រើនៅក្នុងបទមួយដែលជាលក្ខណៈញ៉ៃញងគ្នាអូកាឡាគ្នាអញ្ចឹងទៅ Yeah Lowy very nice អូខេតទៀត វិញមកបងចាញ់បងសូតើស្វីមិនក៏បងចង់ថាបងតាមស្នេហ៍ក្នុងក្លឹបព្រាត្រីទាំងមក slow boat ប៉ុន្តែដៃបងដល់ចំណាយឡាន Baby you're mine បងจะ$1,000,000 មិនចង់តែលេបបងទុកក៏មកឃើញស្រីផ្សេង Yeah ប្រដមកមកផ្លែត្រូវដងត្រូវផ្លែពួកយើងជា soul mate ឬជា twin flame on her on បងខលបងจะលឹងកាត់ទៅហារ៉ាសាទីទៅនឹងនេះវ៉ាគូ style alpha we rule the game my sweet and ជើបងសុំថ្នាក់ថ្នមរូបអូន tonight I love the transition right here គឺគាត់បន្តអូខេទីតុយបន្តពី Christina មកគឺវាមាន transition អូខេលយមែនតើកន្លែងហ្នឹងគឺគាត់ដាក់ម៉ូគ្នាបានល្អគាត់សហការគ្នាបានល្អមែនតើកន្លែងហ្នឹងវ៉ាវគូនេះអែមYeah Oh black widow you can take a bite my sweetest pie two star in the same sky we ride we fly you ride or die two star in the same sky we ride we fly you ride or die baby Yeah តើអត់ទេបងសុំស្នេហាបងក៏សូសងហាអាចចូលចាក់គ្នាសំណាថ្លៃ Yeah បាទកន្លែងហ្នឹងក៏ព្រោះដែរ the melody yeah I love yeah the lyrics the melody គឺកន្លែងហ្នឹងគឺព្រោះ yeah ព្រោះต้องหาអាចចូលចាក់គ្នាសំណាថ្លៃពេលដែលភ្នែកនឹងភ្នែកប៉ះគ្នាបង្កើតជាពាក្យថា I want you អូហូអាយ៉ាវ៉ូដែរគឺថាមិនគួរឲ្យជឿទេមិននឹកស្មានថាពួកគាត់ទាំងពីរបានសហការគ្នាបានល្អយ៉ាងនឹងទេអ្នកនរគ្នាគឺអ្នកដែលមើលនៅក្នុងវីដេអូ live គឺប្រកាសជាឃើញថាទីតុយមានការអៀនច្រើនអៀនខ្លាំងមែនទែនទៅលើChristina ដែលថាគាត់សឹងណាពិបាកនៅក្នុងការសហការគ្នាប៉ុន្តែខ្ញុំមើលឃើញគេហៅថាជា motivation from Christina គឺគាត់ push ទីតុយខ្លាំងបានល្អមែនទែនគាត់គឺគាត់បើកចិត្តនិយាយគ្នាធ្វើម៉េចសហការគ្នាដើម្បីទទួលបានលទ្ធផលល្អមួយនេះហើយគាត់ធ្វើបានមែនបាទអញ្ចឹង Christina គឺខ្ញុំមើលឃើញគាត់ជួយ motivate ជួយលើកទឹកចិត្តជួយជំរុញទៅកាន់ទីតុយច្រើនហើយទីតុយក៏គាត់ព្យាយាមប្រឹងប្រែងដែរកាត់បន្ថយធ្វើម៉េចកាត់នៅអារម្មណ៍មួយដែលគាត់អៀនហ្នឹងហើយដូចថាគាត់វាប្លែកអញ្ចឹងណាថ្មីសម្រាប់គាត់អញ្ចឹងដែលមក fit ជាមួយនឹងគេហៅថាបេក្ខនារីដែលស្រស់ស្អាតសិចស៊ីទៀតបាទហើយគាត់ផ្ដោតទៅលើមួយទៀតទីតុយគាត់និយាយរឿងភ្នែកបាទកែវភ្នែកដែលថា Christina គាត់សម្លឹងមើលដូចថាគាត់ភ្នែកគាត់មុតអញ្ចឹងណាអញ្ចឹងធម្មតាទីតុយគាត់ជាមនុស្សមួយបដោះសភាពអៀនឬក៏អាចថាអៀនច្រើនអញ្ចឹងវាអាចរៀងបាក់ស្បាតបន្តិចបាទប៉ុន្តែល្អមែនតើបាទលទ្ធផលដែលបានចេញមកឃើញពួកគាត់សហការគ្នារួមគ្នាមកសម្ដែងនៅក្នុងបទមួយនេះមក collaboration នៅក្នុងវគ្គនេះ wow គឺ very nice ល្អមែនតើបាទហើយលទ្ធផលពួកគាត់ក៏ល្អមែនដោយដែលការសម្ដែងគឺគាត់ទទួលបាន the best collaboration the best performance នៅក្នុងវគ្គនេះបាទគឺគាត់បានបន្តទៅកាន់ the next level អូខេបាទហើយយ៉ាគឺវគ្គហ្នឹងគឺពិបាកខ្ញុំគិតថាពិបាកបាទការសហការគ្នាវាទាមទារឲ្យយើងបើកចិត្តនិយាយគ្នាឲ្យយើងសហការគ្នាយោគយល់គ្នាអធិស្ឋានគ្នាច្រើនហើយនេះគឺគូដែលទទួលបាន the best collaboration the best performance ហើយគូមួយទៀតដែលខ្ញុំមើលឃើញថាគាត់ដូចគឺយ៉ាប់ហ្មងនិយាយម៉ាត់ឲ្យខ្លីគឺយ៉ាប់ហ្មងគឺគូម៉ាណាជាមួយនឹង 2G
បាទដែលខ្ញុំនឹងអត់ទៅមើលវីដេអូគាត់ទេខ្ញុំជឿថាខ្ញុំចង់ឲ្យអ្នកនរគ្នាទៅមើលវីដេអូពេញអញ្ចឹងទៅប៉ុន្តែពួកគាត់ទាំងពីរនេះគឺសហការគ្នាអត់បានល្អទេហើយមានដូចជាម៉ាណាគាត់មានបញ្ហាពាក់ព័ន្ធជាមួយនឹងពេលវេលាបាទគាត់ទៅអត់ទាន់ពេលដោយសារតែបញ្ហាបែកកង់ម៉ូតូបែកអីចឹងទៅហើយដល់ពេលគាត់មកមានអារម្មណ៍ថាទូជីអីគាត់មានអារម្មណ៍រៀងក្តៅរៀងដូចថាគាត់អត់សូវអធិស្ឋានឲ្យគ្នាទៅវិញទៅមកហើយនៅលើឆាកក៏គាត់រៀងគេហៅថាតម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកដូចថាទៀមទាយកត្រូវរៀងខ្លួនអញ្ចឹងណាអញ្ចឹងខ្ញុំyou know ទោះយ៉ាងណាក៏ដោយវគ្គនេះគឺជាវគ្គ collaboration គឺគេចង់វឹកហាត់ឲ្យយើងចេះធ្វើការងារជាក្រុមចេះសហការគ្នាចេះជួយគ្នាធ្វើបទមួយឲ្យល្អហើយដល់ពេលយើងចេញមកយើងធ្វើបទមួយអត់សូវបានល្អហើយរួមគ្នាអត់សូវបានល្អហើយយើងតម្លាក់កំហុសឲ្យគ្នាទៀតយើងទាញយកតែត្រូវរៀងខ្លួនទៀតអញ្ចឹងវាចាប់បាទចាប់តែម្ដងគឺគាត់ទទួលគូម៉ាណាជាមួយនឹង 2G right យ៉ាគឺគាត់ទទួលបានគេហៅថា performance ដែលយ៉ាប់ជាងគេបំផុតនៅក្នុងវគ្គហ្នឹងហើយគាត់มันអាចបន្តទៅ the next level ទេអូខេបាទអញ្ចឹងយ៉ាចូលរួមសោកស្ដាយហើយក៏សូមលើកទឹកចិត្តឲ្យពួកគាត់ទាំងពីរបន្តធ្វើនៅអ្វីដែលខ្លួនឯងស្រឡាញ់កុំបោះបង់អូខេអញ្ចឹងការ reaction មុននឹងជិញ្ជុំរ៉ាទីបញ្ចប់ឲ្យសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តសម្រាប់មកថ្មីកុំភ្លេចចុច subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតពីខ្ញុំបាទបងរិទ្ធជួបគ្នានៅវីដេអូក្រោយ Peace